មេឃបងប្អូនមេឃប្រុងតទាំងព្រឹកម៉ោង 9 ម៉ោងអីនេះអើយຕົកជន់ຕົកណាស់ខ្ញុំពីម្សិលមិញទៅដឹកអីវ៉ាន់មកពីស្វាយម្នាក់ឯងចោលផ្ទះចោលសំបែងយប់មិញមិនដឹងអ្នកណាទេបាញ់កូនសំណក់ខ្ញុំ 6 7 គីឡូហើយចំណាប់ណាស់ចេះចុកងាយពីស្រែកបកាច់ឥឡូវនឹងបាត់ឈឹងដឹងរត់ទៅដាច់ខ្យល់នៃណាទេបងប្អូនណាអាណិតណាហ្នឹងហើយអ្នកធ្វើអីសាងហ្នឹងសัตว์អត់ដឹងអីទេអ្នកជាអ្នកទទួលអ្នកធ្វើចោះធ្វើអីបានហ្នឹងម៉ែភាកនេះមិនបានត្រូវអាភ័ព្វយ៉ាងហ្នឹងបងប្អូនអើយមើលអានេះដើមប្រឡុងកុងដាំបានមកលុបបានផ្លែបានអីស្វាយថែមរមបានប៉ុណ្ណឹងឥឡូវហៅជាងមកដាក់លបងនេះរងទ្រោងមន់នេះហៅជាងមកមើលវោះវែងដាក់លបងគាត់ជុំវិញដល់មុខមានអូនខ្លះគាត់រីខមមិនចូលជាមួយខ្ញុំគាត់ថាខ្ញុំពូកែតស៊ូការពិតមែនខ្ញុំតួអង្គជាប្តីផងជាឪពុកផងជាម្ដាយផងហត់ណាស់អូនអើយមនុស្សស្រីកាន់ការងារមនុស្សប្រុសចេះការងារមនុស្សប្រុសសពគ្រប់តាំងពីជាងកាត់សក់ប្រុសកាត់សក់ស្រីអ៊ុតសក់ត្រង់សក់រួញតាំងពីផ្ទះសំបែងផ្ទងផ្លានជាងរៀងអីនេះដល់តែពេលបានប្តីអត់ទេគេអត់រវល់ទេគ្រាន់តែប្រើតាកាប់ដីដាំដល់កូនឈើតា2ចប់តម្រាក់ដងចប់ចុះយើងទៅភ្នែកទាញចប់ធ្វើខ្លួនឯងទៀតចឹងជីវិតមួយនេះហត់ពេញមួយជីវិតតែម្ដងហ្នឹងហើយហត់ខ្លាំងណាស់កូនហើយនេះហើយមនុស្សរឹងមាំមនុស្សពូកែហើយខ្លាចណាស់រៀងហើយមានអ្នកគេនិយាយដែរគេថាមនុស្សមិនដូចគ្នាទេយើងនៅអីតែឯងឬវាមិនដូចគ្នាទេជួនកាលអាមុនវាខុសអាក្រោយទៅមកទៅគេដឹងខុសដឹងត្រូវគេដឹងទុក្ខតរៈយើងគេជួយការងារយើងឲ្យខ្ញុំសន្យាថាខ្ញុំរៀងខ្ញុំបាក់ស្បាតតែម្ដងមកទឹកនឹងខ្ញុំបាក់ស្បាតខ្ញុំរៀងតែម្ដងមកទឹកនឹងហ្នឹងហើយខ្ញុំមិនអាចបន្តគូអីតទៅទៀតទេសុខចិត្តនៅម្នាក់ឯងសិលមិញហើយឥឡូវនេះកម្មក្រាស់ណាស់អញ្ចឹងហើយបោសខ្វះកន្លែងកើតអាបោសត្នេកនឹងខ្វះកន្លែងកើតមកកើតកលៀតនឹងបរោយកលៀតកន្លែងកថៅនោមយើងដើរទីងទាំងដូចអ្នកកើតស្វាយចឹងហើយពីម្សិលមិញជិះម៉ូតូទៅស្វាយនឹងទៅយកអីវ៉ាន់ទៅយកជាងមកអូយបងប្អូនក្តៅភ័យជា41 42ក្តៅខ្លាំងមកដល់ផ្ទះចាប់ទឹកដេកចាប់ទឹកក្នុងរឹងដេកដកដង្ហើមមួយក្នុងរឹងចាប់ទឹកសិនអត់ហ៊ានដាក់អឹកទេខ្ញុំមិនចង់និយាយទេបងប្អូនហើយជីវិតខ្ញុំដូចជាប្រហាក់ជីវិតខ្ញុំកើតមកមានប្តីមកដូចថាខ្ញុំជួបតែគេប្តីប្រពន្ធរស់នៅជាមួយគ្នា30ឆ្នាំគេចាត់ទុកខ្ញុំដូចជាមនុស្សដែលក្លងងម្នាក់ហើយការងារមនុស្សប្រុសដូចក្បីដូចគោហើយដូចតរបៀបគេថាអារបៀបបោកយើងណាធ្វើអីចឹងទៅកាប់2ចប់3ចប់ដាំដំណាំចឹងគេថាហត់ទម្លាក់ចប់ចោលទៅដល់ពេលហើយយើងចេះតែធ្វើទៅគេចេះជាមជួលល្មមទៅអាលុយគេរកគេកាន់ខ្លួនគេអីខ្លួនគេទៅដល់ឥឡូវគេចាក់ចេញពីយើងទៅមានមនុស្សខឹងមានមនុស្សស្អប់ខ្ញុំគេចាក់ចេញដើម្បីគ្នាគេដែរគេមានគ្នាគេហើយគេចាក់ចេញដើម្បីគ្នាគេដែរមានមនុស្សខឹងខ្ញុំយកបាញ់កូនសំណក់ខ្ញុំគ្នាបកាច់ស្រែកនោះស្រែកមិនដឹងធ្វើមកជួយអីកើតហ្នឹងហើយឥឡូវនឹងបោលទៅដាច់ខ្យល់ឯណាទេទៅបាត់ឈឹងហ្មងដើររកហើយព្រៃក្រោយទៅអត់ឃើញទេដឹងទៅដាច់ខ្យល់នៅណាទេបងប្អូនណាអាសោចអាសាណាទេវនីឲ្យឯងចិត្តក្រោយចាប់ចិត្តព្រឹសជាមនុស្សមកវិញអើយចេះណាកូនចាប់ជាតិជាមនុស្សមកវិញណាកុំឲ្យដូចជាតិនឹងណាគ្នាមិនបានចូលទៅក្នុងផ្ទះគេទេគាត់ទៅប៉ះលបងគេទៅក្បែរលបងគេបាញ់ស្លាប់
គេបាញ់គ្នារត់មកស្រែកអើយស្រែកបងប្អូនហើយស្រែកប្រកាច់ប្រកិនសំណោះនោះសំណោះហូរទៅភ្នែកខ្ញុំបាន2នាក់វានឹងឯងយប់ឡើងដេកចាំនៅមាត់ទ្វារនឹងដេកនៅមាត់ទ្វារនឹងតែទៅដេកឯណាទេដេកនៅមាត់ទ្វារនឹងឯងបើមានគេផ្សេងចូលមកចឹងទៅដូចគ្នាវាចឹងទៅវាពូនទិញតួចឹងទៅប៉ុន្តែមិនដឹងម៉េចមិនដឹងវាយ៉ាងម៉េចវាទៅជាបាញ់គ្នាអ្នកឯងសាងអីទទួលនឹងខ្ញុំអត់ដឹងទេចាខ្ញុំអត់ទទួលទេខ្ញុំភាវនាឲ្យសាហាវខ្ញុំស្រក់ទឹកភ្នែកបងប្អូនហើយខ្ញុំស្រក់ទឹកភ្នែកមានតែ2នាក់វាហ្នឹងខ្ញុំហើយនឹងវាហ្នឹងមានតែ2នាក់ហ្នឹងឥឡូវវាទៅចោលខ្ញុំបាត់ហើយហ្នឹងត្រូវគេបាញ់ក្របកភ្លើងឆ្នៃដែលក្របកង់វាចុកវាស្រែកឥឡូវវាទៅបាត់ចោលខ្ញុំបាត់ហើយខ្ញុំនៅម្នាក់ឯងបងប្អូនអើយខ្ញុំអត់ចង់និយាយរឿងប្រវត្តិខ្ញុំមានជីវិតគូ30ឆ្នាំមកដូចទាសករអញ្ចឹងនិយាយទៅដូចទាសករអញ្ចឹងខ្ញុំអត់ចង់និយាយប្រាប់បងប្អូនទេខ្ញុំថាខ្ញុំជាប្រដាំអ្នកតាមក្រោយប្រយ័ត្នមែនតើអ្នកដូចខ្ញុំជីវិតខ្ញុំព្រោះបានត្រឹមត្រូវអ្នកដូចជីវិតខ្ញុំជាប្រាប់រហូតពួកខ្ញុំជួបរួចហើយគ្មានតម្លៃទេប្រឹងគ្រប់យ៉ាងឲ្យតែបានសុខនៅអត់បានសុខទៀតគេឲ្យយើងសុខឯងបងប្អូនព្រោះមានគ្នាមានអ្នកទី3ចឹងមានគេចឹងខ្ញុំដឹងថាវាហត់នោះហត់សុខចិត្តហត់តែឲ្យតែខ្ញុំបានសុខកុំឲ្យគេអុកឡុកយើងនៅតែគេអុកឡុកទៀតឥឡូវទៅបាត់ហើយកូនឯងទៅដាច់ខ្យល់ឯណាទេម៉ែរកមិនឃើញទេចាប់ជាតិជាមនុស្សទៅកូនអើយកូនម៉ែអត់ដឹងថាកូនដល់ថ្នាក់ហ្នឹងម៉ែដឹងថាកូនត្រូវកុំតែគេប្រាប់ម៉ែអត់ដឹងទេទេវតាព្រះម៉ែធរណីព្រះអង្គស័ក្តិសិទ្ធិវត្ថុស័ក្តិសិទ្ធិអ្នកសាងអីទទួលនឹងចោះហ្នឹងហើយទទួលចោះធ្វើម៉េចទេយើងបន្ទោសថាខំធ្វើបន់ធ្វើអំពើល្អដែរហេតុអីបន់មិនជួយក៏ខុសវាខុសវាមិនមែនមកពីបន់ទេមកពីមនុស្សសំណោះណាស់បងប្អូនហើយហូរទឹកភ្នែកហ្នឹងហើយអរគុណហើយដើរពីមិនសមខំជិះម៉ូតូបោះហ្នឹងកើត3ថ្ងៃហ្នឹង4ថ្ងៃហ្នឹងហើយខំជិះម៉ូតូទៅស្វាយទៅយកជាងទៅដឹកអីវ៉ៃអីវ៉ាន់មកកប៉ិចកប៉ុកមកកូនឈើកូនអីយកមកទុកស្គួរដាំឲ្យពេញដីហ្នឹងឲ្យវាបានមកលុបតាណាកុំលុបខំទៅវិលល្ងាចទៀតស្វាយដល់មានជ័យវិលល្ងាចបងប្អូនហើយក្តៅមកវិញសឹងថាចង់និយាយថាសឹងដាច់ខ្យល់ហ្នឹងហើយសឹងដាច់ខ្យល់ដេកចាប់ទឹកដបមួយដបចាប់1ម៉ោងបានអស់សម្រួលស្រួលខ្លួនបានហ៊ានក្រោកធ្វើនេះធ្វើនោះនេះហើយជីវិតម្នាក់ឯងឥឡូវយើងហៅកូនមកម៉េចកូនមានការងារគ្នារកលុយរកកាក់យើងហៅមកម៉េចចឹងខ្លួនទីពឹងខ្លួនទ្រាំសិនទៅស៊ូសិនទៅហើយបត់ពិសោធន៍នេះចែកជូនបងប្អូនបានប៉ុណ្្នឹងទេថ្ងៃនេះនិយាយអត់សូវខ្លាំងទេព្រោះអីវាសំណោះកូនខ្ញុំកូនសំណក់ខ្ញុំខ្លាំងខ្ញុំនៅ2នាក់វាហ្នឹងនៅតែ2នាក់វាទេយប់ឡើងវាដេកមាត់ទ្វារខ្ញុំចូលផ្ទះខ្ញុំហ្នឹងវាដេកនៅហ្នឹងហើយយកមិនដឹងមិនវាទៅឯលបងគេបាញ់ទៅវាមកស្រែកប្រកាច់ឡើងម៉ោង3យប់ហើយរៀបភ្លឺហើយសូមឲ្យទេវតាថាលើព្រះម៉ែធរណីវត្ថុស័ក្តិសិទ្ធិនៅទីនេះជួយមើលផងជួយកាត់ក្តីជួយយុត្តិធម៌កូនផងនៅណាសាងឲ្យទទួលនឹងទៅមើលផងអនាគតណាត្រូវ